បាទតំបន់នេះគឺតំបន់ដាច់ស្រយាលពីទីក្រុងភ្នំពេញតំបន់នេះប្រហែលជា50គីឡូ60គីឡូពីភ្នំពេញបាទហើយចន្លោះពីផ្លូវលេខ2និងផ្លូវលេខ3ចំកណ្ដាលហ្មងស្រុកហ្នឹងគឺជាស្រុកតាកែវហើយជាស្រុករបស់ខ្ញុំដែលខ្ញុំធំធាត់នៅស្រុកហ្នឹងបាទហើយក៏ជាកន្លែងដែលភូមិហ្នឹងដែលខ្ញុំជិះម៉ូតូទៅហ្នឹងគឺជាកន្លែងដែលជំនាន់ប៉ុលពតដែលជាកន្លែងទី1ដែលគេជំនះខ្ញុំមកនៅស្រុកហ្នឹងមកនៅភូមិហ្នឹងជាមួយតានិយាយបាទកាលនោះខ្ញុំនៅអាយុ10ឆ្នាំហើយបាទនៅស្រុកនេះគេរកស៊ីខាងធ្វើការរោងចក្រហើយធ្វើស្រែបាទប៉ុន្តែអត់សូវមានមនុស្សនៅតាមផ្ទះទេបាទស្មោះនេះគេធ្វើការអស់ហើយបាទអត់សូវមានអ្នកណាគេនៅជាមួយក្មេងៗតូចមានតែមានតិចតួចហើយបាទជីវភាពនៅស្រុកនេះគឺគេធូរធារគួរសមដែរបាទចំពោះអ្នកជនបទគឺប៉ុណ្ណឹងបានហើយបងប្អូននៅទីនេះមានទឹកមានភ្លើងមានអ៊ីនធឺណិតអាចតអ៊ីនធឺណិតចូលបានបាទមានសាលារៀនប៉ុន្តែមន្ទីរពេទ្យយើងត្រូវទៅឆ្ងាយទៅខេត្តអីចឹងណាទៅស្រុកអីចឹងទៅបាទគឺថាគួរឲ្យសរសើរណាបងប្អូនគួររសារស្រុកមិននឹកស្មានណាស្រុកបានប៉ុណ្ណឹងបាទតាំងពីនរកលោកីនរកអវជ័យបានមកដល់ប៉ុណ្ណេះបាទគឺចំពោះខ្ញុំសរសើរគេបាទគេសរសើរគេខំប្រឹងបានកសាងប្រទេសបានប៉ុណ្ណឹងបាទគឺថាប្រជាជនណាដែលអត់បាយហូបនៅស្រុកខ្មែរខ្ញុំមិនជឿទេបាទនៅស្រុកណាមិនដឹងទេប៉ុន្តែស្រុកខ្ញុំដូចមានអាណាគេដូចគ្មានបាយហូបទេបាទលើកលែងតែគាត់នឹងឈឺអីចឹងទៅឬមួយអត់មាននៅម្នាក់ឯងអីចឹងទៅអាហ្នឹងខ្ញុំមិនហ៊ានថាទេប៉ុន្តែថា99%គឺគ្មានអាណាគេអត់បាយហូបទេបាទ